ប្រិយមិត្តទស្សនិកជនជាទីគោរពការបន្តចុះអនុវត្តគម្រោងនៅខេត្តកំពង់ស្ពឺនិងខេត្តកំពង់ធំគឺដើម្បីលើកកម្ពស់សុខុមាលភាពសហគមន៍តាមរយៈទឹកស្អាតនិងលំនៅឋានសមរម្យជូនដល់ប្រជាពលរដ្ឋនេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិតខាន់ខុនឯកឧត្តមបណ្ឌិតខាន់ខុនអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានិងជាប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាពតំណាងឯកឧត្តមបណ្ឌិតចៅបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានអញ្ជើញចុះប្រគល់អណ្ដូងស្នប់ទឹកស្អាតចំនួន3និងផ្ទះចំនួន1ខ្នងជូនដល់ប្រជាពលរដ្ឋដែលជាស្ត្រីមេម៉ាយមានជីវភាពខ្វះខាតដើម្បីជួយរួមលើកកម្ពស់សុខុមាលភាពសហគមន៍និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនិងជំរុញការអភិវឌ្ឍសង្គមប្រកបដោយចីរភាពអណ្ដូងស្នប់ទឹកស្អាតទាំង3ស្ថិតនៅទីតាំងដូចខាងក្រោមទី1នៅភូមិទី6ឃុំយីម៉ៅពីកនើស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺទី2ភូមិដំណាក់ដំរីឃុំយីម៉ៅពីកនើស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនិងទី3ភូមិត្រពាំងថ្លុងឃុំតបមានស្រុកថ្ពងខេត្តកំពង់ស្ពឺផ្ទះថ្មីសម្រាប់ស្ត្រីមេម៉ាយស្ថិតនៅភូមិរលួសសង្កាត់ស្រយៅក្រុងស្ទឹងសែនខេត្តកំពង់ធំផ្ទះនេះមានទំហំ4ម៉ែត្រគុណនឹង5ម៉ែត្រនិងមានសម្រាប់មុខផ្ទះ3ម៉ែត្រដែលត្រូវបានសាងសង់ឡើងដោយគិតគូរពីសុវត្ថិភាពនិងភាពងាយស្រួលនៅក្នុងការរស់នៅជាមួយគ្នានេះម្ចាស់ផ្ទះក៏ទទួលបានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនរួមមានពូកខ្នើយកោយខ្នើយអោបភួយទូដាក់សម្លៀកបំពាក់ស្មាអាវគ្រែនិងមុងគេងដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃនៅក្នុងឱកាសនោះឯកឧត្តមខាន់ខុនបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបន្តថែរក្សាអនាម័យបរិស្ថាននិងប្រើប្រាស់ទឹកស្អាតឲ្យបានត្រឹមត្រូវដើម្បីការពារសុខភាពនិងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដែលអាចបង្កឡើងដោយការប្រើប្រាស់ទឹកមិនមានសុវត្ថិភាពឯកឧត្តមបានលើកឡើងថារាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវស្វាហាប់ប៉ិនប្រសប់ប្រកបនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី7នៃរដ្ឋសភាបានបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដោយឡែកការទទួលបានប្រភពទឹកស្អាតនិងលំនៅឋានសមរម្យគឺជាតម្រូវការមូលដ្ឋានដ៏សំខាន់សម្រាប់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ទឹកស្អាតជួយលើកកម្ពស់សុខភាពសាធារណៈខណៈដែលលំនៅឋានសមរម្យជួយផ្ដល់សុវត្ថិភាពស្ថិរភាពនិងក្តីសង្ឃឹមដល់ក្រុមគ្រួសារជាពិសេសសម្រាប់ស្ត្រីមេម៉ាយនិងគ្រួសារងាយរងគ្រោះសកម្មភាពមនុស្សធម៌នេះក៏បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពការចែករំលែកនិងការយកចិត្តទុកដាក់ចំពោះអ្នកជួបការលំបាកក្នុងសង្គមដែលជាវប្បធម៌ដ៏ល្អផូរផង់របស់ប្រជាជនកម្ពុជាក្នុងការជួយគ្នាទៅវិញទៅមកនិងរួមគ្នាកសាងសហគមន៍ឲ្យកាន់តែរឹងមាំសមិទ្ធផលដ៏មានតម្លៃនេះកើតឡើងដោយសារការរួមចំណែកគាំទ្រជាថវិកានិងការអធិដ្ឋានពីគ្រីស្ទបរិស័ទទាំងក្នុងនិងក្រៅប្រទេសតាមរយៈសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាពនិងអង្គការ Relevant Expedition ដែលបានរួមគ្នាចែករំលែកសេចក្តីស្រឡាញ់មនុស្សធម៌និងក្តីសង្ឃឹមដើម្បីជួយរួមអភិវឌ្ឍសហគមន៍និងលើកស្ទួយគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាទឹកស្អាតនិងលំនៅឋានសមរម្យគឺជាមូលដ្ឋាននៃសុខភាពល្អសេចក្តីថ្លៃថ្នូរនិងអនាគតដ៏ប្រសើរសម្រាប់សហគមន៍